បាទសួស្តីបងប្អូនឥឡូវយើងមករៀបចំដាំកូនបើណាកូនបើពួកប្រភេទផ្លែមូលណាហើយយើងបដោះគ្រាប់បានដោះហើយណាចានេះគ្រាប់វាដោះណាចាពេលនេះជីយើងដាវវាមករំដាវដាក់តាមឡូវាសិនដាំកុំឲ្យលើបអានេះចាស់វាហើយយើងធ្វើការចាក់វាមកយើងចាក់វាចេញណាមើលបែកដីអន់ព្រឹកយើងទាញថង់ចេញហើយយើងបដោះកូនបើបានផលដូចជាតាមឬក៏គេបង្កាត់អីដាំឬក៏អត់ទេយើងអត់ប្រកាន់ដឹងទេណាតែយើងដាំសិនដល់ពេលធំចាំយើងថតមើលម្សាទៀតបីផ្លែណានេះដាំរយៈពេល2ឆ្នាំហ្នឹងផ្លែហើយយូរតែដើមវាល្អលឿននេះឆ្នាំជាងផ្លែតែយើងដាក់បំពន់ជីទៅតែរឹសពីក្រោមឡើងស្ញាញ់ណាជ្រៅពេកយើងលុបវិញកុំឲ្យវាជ្រៅពេកវាលិចទឹកហ្នឹងមកតែយើងលុបដីទៅណាមានជីកប៉ោះយើងដាក់ជីកប៉ោះជុំវិញទៅតែយើងអត់មានជីកប៉ោះដាក់ធម្មតាសិនទឹកអញ្ចឹងទៅណាហើយស្រោចទឹកមួយថ្ងៃ2ដងទៅណាព្រឹកល្ងាចត្រង់ហើយបានហើយណាប៉ុណ្្នឹងឯងល្អ